បងដើម្បីយើងធ្វើការធ្វើ Wi-Fi phishing បានជាដំបូងយើងត្រូវទៅ Wi-Fi នេះ Wi-Fi ហ្នឹងដែលយើងWi-Fi ដែលយើងអាច connect ទៅ Wi-Fi គេចង់បានពេលបង connect ជាប់ហើយបើចូល IP នេះមកហើយបើចង់ hack Wi-Fi មួយណាបើស្រេចយកលើចង់ hack Wi-Fi ឡងសុខាមិញដោយសារមិញឃើញ Wi-Fi គេ9ណាពេលឥឡូវបើមើលយើង click លើអានេះមកបង start email តែឃើញមានឈ្មោះឡងសុខា2មានមួយផុតមួយខាងក្លាយទៅពេលបាយខ្លាយហ្នឹងមក user គាត់អត់អាច connect ផលកើតទៅអានេះបាទផុតរបស់គេអត់អាចផលកើតទេគាត់អាចឡើងទៅ internet កើតអញ្ចឹងតគាត់ connect ទៅ Wi-Fi នេះពេល connect ទៅបានហើយវានឹងមកដល់នេះវាទាមទារឲ្យដាក់ password ហើយយើងដាក់ចូលហើយនៅពេលដែលបាន password ហើយវានឹងទៅ Wi-Fi ថ្មីទៀតហើយអាឡូយើងអាសាចូល Wi-Fi ដើមហ្មងដើម្បីឃើញ password របស់វាយើងចូលវាមកហើយនឹងវាយពាក្យថាបន្តិចគឺសារដាក់ហើយយកចាំតិចយើងទៅកន្លែង digital ដើម្បីមើល result វាសាំច្រឡំគេតែកាខ្លាំងយើងចូលវាវាមកតាក់3
នេះវាបង្ហាញថាពាក្យ password បើយើងជោគជ័យ